Sớm chu nương muôn sná prey ngặt phệ tì pram Pkai áp rạ smay Pê về liền mà nơi rong chạm Đây bầm non rồi bỏ mà nô lại Châm này chỉ vật rồi bỏ bong châm nô Có khmiên sở thể ra phiếp đài Pê đầy chiêm so Si chiêm cửa hòm ở đầm nạ ca trong còi Rồi bỏ kê trâu tay một đỏ Giang bật bật cọt Pro cầm lăng thăng năm ở bật sạch tập hiệp Pê rịp cả bán bày khai bần nó Đại cầm lọt chật thùa Căn tên là hết là hai tay Tay nẹ prăng ở cầm lăng cài chật Nơi chùm phục mục sri niết Mình ôi nhăn đăng lại Tôi dần na tức mục sli slang ra bọc kê cầm phung thua sri niết Tạo sọt chật tí bầm phọt Kê tôi na môi chùm hiên Có sri tờ tam chùm môi đai Hạ đôi chữ khai bê về lìa Mình rong chạm niềng Khshal bọ rùm phơi Em đây tự ột đỏ Pka o kê đê bò svai Đê nạ cầm lọ xa lăng Cầm phung rùi rùi Kral bệnh vía smau Chùm nô kênh lơ cầu ấy Bong ai xâm lăng sơ tòa pka Tiếng ở rõm chui chọt Phần nạch nạ ấy lâu Vâng sơ vang cầm lăng sọ bịch luôn Sơ đây nhiệt cầm phung cho chân đá Giang lươn lực tự cõi sất mơ oi xóa mây Lạ ca ra bỏ niềng Rụp cai kê tăng phí mình bàn bình Chôl khnia tê Pro chùm nô mình trời ca bỏ bật đôi chân này Tai chất kê tăng phí vinh chô khnia Mình là vì lực tự cõi đòl mọt kê Bóng vì xa tự cõi bằng tạch tới Phá em lọ ná Nà đã không kê bội bàn bẹ cận đà Bầm bình chất niềng Chom sra ọp đây bị cõi chôp Tiếng phần ấy cỏ hòm Bóng nhỏ mạch nâng Ở cầm lăng khăn rứ Phần màn thằng anh đi Bạn chìa mình sơ nị giấy chìa rô ôn Chùm nụ ôl khăn chật ná Tai khom túp chạp đáy phê rì dê xâm nọp mọ thạp thà nòm Còn thế ổ cầm lăng Tai khmên ở vấy plai thế ôn cầm cất chran Mùi chân năm ấy nó Tớp đá bê bong Bồn thu lọp rô nơ bài bì ôn xó Tăng bì càm bỏ bày khai cốt Bong ban sọc từng plei cai từng plei chất Tai bần nâng bong khmên trô cao bày tiết tê Srei sra cho bà chương ôi kỳ Bong cua tờ lăng tớ xâm ràn Tớ nâu tì nếch cho khăn ná Tê bong cho ông côi nở gần lại nê Pro chế gần lại nè bong thlo bong côi lên cho mùi ôn ra tháng ngày Chùm nụ lộ đai trung sọ Srei niết côi côn rung bông phẹ phô rập hong Hạ khmiên thoanh tròn Niết ôn Pra chan plư lọ Côn áp đẹp smay Tâm rõmជីវិតមនុស្សក្នុងភពផែនដីរកស្ថិរភាពមិនដាច់បានកុំតក់ស្លុតនឹងប្រេងវាសនាណាអូននាងក្រមុំក្រាបលើស្មាគេសិនសិនសិនសឹមទឹកភ្នែកនាងហូរជោកផ្លូវអ្នកប្រុសបងនូនាតមិនឲ្យបងចោលអូនទេយើងត្រូវទៅនៅជាមួយគ្នាជារៀងរហូតណាចំណូលញ័រសាច់វិលមុខខ្ញាល់តែអ្នកខំប្រឹងងើបឈរយឺតបន្លប់នាងបងដូចជាងងុយគេងណាយើងឡើងទៅលើវិញអូនចាបងនាងច្របាច់កក់ឆ្លីក្បាលឲ្យគេចំនួនអស់កម្លាំងលក់មួយភាំងម៉ោង12យប់ទៅដឹងខ្លួនបើភ្នែកឡើងឃើញភរិយាទ្រឹបក្បាលលក់ក្បែរអ្នកគូឲ្យអាណិតនៅលើភ័ក្ររលោងខៃដាមដោយទឹកភ្នែកថ្លាដោយពេជ្រចរណៃកំឡោះខ្លោចផ្សាណាពីម្សិលមិញអ្នកលុយទៅឲ្យដុកទ័រប្រចាំតកូលពិនិត្យលោកកវីក្បាលអ្នកអស់សង្ឃឹមស្រេចនាតអូនបងស្រឡាញ់អូនដល់កម្រិតមួយដែលខ្ពស់បំផុតទៅហើយបងត្រូវតែទៅឲ្យឆ្ងាយបងមិនឲ្យឃើញដំណាក់កាលចុងក្រោយរបស់បងទេប្រពន្ធសម្លាញ់នរៈឈ្ងុថែបគល់ទ្រង់ស្រីមកខ្សើតយ៉ាងស្រាលនាងភ្ញាក់កញ្ញាងស្ទុះខ្ទប់ទ្រង់ដល់បកភ្នែកឃើញប្តីនាងសាច់អៀនអោបគេជាប់បងនរៈរិតកាយបវរថើបឈ្មោះឈ្មោលមិនដែលទេអ្នកធ្លាប់ថើបត្រឹមតែថ្ងាសនឹងថ្ពាល់តែរាត្រីនេះអ្នកអង្អែលថែថើបសពសាច់ស្រីធ្វើមាននវីអៀនស្ទើរផុតដង្ហើមកំឡោះខ្សឹបតិចស្អែកបងត្រូវទៅជួបលោកប៉ាឯវៀងច័ន្ទមានការពិសេសអូននៅផ្ទះមើលមកឲ្យល្អណាបងទៅវៀងច័ន្ទបងកំពុងមានសុខភាពមិនល្អអូនមិនឲ្យបងទៅទេអូនចំគួតបងទៅនេះក៏ក្នុងលក្ខណៈព្យាបាលខ្លួនដែរនឹងដើម្បីទៅធ្វើការផ្ទេរមរតកមួយចំនួនដែលប៉ាត្រូវឲ្យមកបងដាច់មុខអ្នកបំរើឆ្វេងស្ដាំអូនកុំបារម្ភអី
ជាបងចុះពេលវេលានៅមានយូរតទៅទៀតណាអូនបងទៅតែមួយអាទិត្យទេយប់នេះបងសុំថាបអូនឲ្យឆ្អែតណាព្រោះស្អែកបងត្រូវទៅឆ្ងាយធីតាមុខក្រៀមតែមិនហ៊ានចំទាស់បំណងរបស់គេសូម្បីតែអ្នកម្ដាយក៏ជំនួសមិនឲ្យដឹងដែរស្រីស្រីភ្នែកទន់ណាស់អ្នកបិទភ្នែកមិនចិត្តទេចំពោះវាយកចិត្តទាំងនេះកំឡោះសម្រេចចិត្តទៅលោកប៉ានៅវៀងច័ន្ទនាតជូនប្តីឡើងយន្តហោះពុំដឹងហេតុអ្វីទេស្រីចេះតែយល់ថានេះជាពេលបែកគ្នារហូតហើយចំណូលថើបស្ដាយងាកមកអបភរិយានាតអបប្តីយំសសឹកទេអូនទៅដែរបងទៅបញ្ញាប់ទៅវិញទេតាអូនចង់ទៅចោលម៉ាក់ឬនរៈជូតទឹកភ្នែកឲ្យនាងរួចញញឹមជាចុងក្រោយអ្នកបម្រើ2នាក់ជួយយកវ៉ាលីខោអាវឡើងលើអេលីកូផ្ទាល់របស់លោកភូមិន្ទនាតអោបម៉ាឡាយយំមិនឈប់ចំនួនបំពល់ខ្លួនចេញទៅលែងងាកក្រោយព្រោះមិនចង់ឃើញដំណក់ទឹកភ្នែកម្ដាយនិងភរិយាមួយអាទិត្យកន្លងទៅរហូតដល់កន្លះខែទើបលោកភូមិន្ទផ្ញើដំណឹងមកភរិយានិងកូនប្រសាថាចំនួនហូរទៅលំហែកាយនៅតូក្យូសិនដើម្បីសុខភាពរបស់គេក្នុងវេលាដ៏ធំផ្ដាច់គេរបស់លោកភូមិន្ទនៅវៀងច័ន្ទចំនួនដេកស្ដុកស្ដឹងសម្លៀកបំពាក់សសិទ្ធរបស់អ្នកជាសញ្ញាមរណៈដុកទ័រចំណានកំពុងខ្វែងដៃខ្វែងជើងបញ្ជូនឈាមឲ្យតែមួយផ្លោកអស់គ្មានប្រសិទ្ធភាពសោះកំឡោះខំប្រឹងសួរតិចប៉ាលោកភូមិន្ទភ្នែកក្រហមព្រោះអត់ងងុយកាត់ទុកគុណប្រុសមួយនេះតាំងពីធំដឹងក្តីបណ្ដាធ្វើឲ្យម៉ែឪខ្វល់ចិត្តពីបញ្ហាអ្វីទេពុំគួរអាយុខ្លីលោកស្ទុះមកអែលក្បាលកូនប៉ានៅចិត្តកូនហើយនរៈបើកភ្នែកសល្អក់លើកដៃឡើងក្តាប់ដៃឪពុកវាចាទាំងហត់ប៉ាឲ្យដំណឹងទៅម៉ាក់នឹងនាតហើយឬនៅតិចនាងភ័យប៉ាប្រាប់រួចហើយកុំខំនិយាយពេកកូនប៉ាកូនស្ដាយណាស់កូនពុំអាចសងគុណប៉ានៅឡើយទេកូនស្ដាយពេលវេលាឲ្យកូនកើតមកបង្គ្រប់តែកម្មវិរិយគ្រប់ជាតិកូនប្រាថ្នាសុំជួបតែប៉ាម៉ាក់រហូតហើយជួបឲ្យបានយូរលោកឧត្តមសេនីយ៍ឡាវធ្លាប់ឆ្លងកាត់ស្នូកំភ្លើងនៃសមរភូមិរហូតដល់ចំណាស់នេះមិនចេះតក់ស្លុតតែចំពោះព្រហ្មវិហារធម៌ឪពុកចំពោះកូនទឹកភ្នែកពីដំណក់រមេធ្លាក់លោកអោបកូនជាប់ចំនួកូនអ្នកកំឡោះខំប្រឹងញញឹមលើបបោមាត់ក្រៀមស្ងួតប៉ាផ្ដាំនាតផងថាកូនលៀននាងរហូតហើយកូននៅតែស្រឡាញ់នាងរហូតលោកភូមិន្ទអូលដើមកនិយាយលែងចេញស្រីនាតពុំបានឮពាក្យស្រឡាញ់ចុងក្រោយនេះទេធីតាកំពុងតែដេកកាត់ទុកមួយខែគត់បងនោះទៅដើរលេងដល់ណាក៏យូរម្លេះស្រីព្រួយខ្លាចគេមិនស្រួលយប់ប្រលប់គ្មានរូបនាងនៅក្បែរលោកភូមិន្ទមកដល់ភ្នំពេញក្នុងថ្ងៃនេះនាតនិងលោកចំទាវស្ទុះទៅទទួលផ្លូវលោកស្រាប់តែដូចគេហូតព្រលឹងបាត់ព្រោះនៅលើដៃលោកមានកោដ្ឋធាតុធ្វើអំពីមាសល្អប្រណិតលោកចំទាវរត់អត់ប្តីយំសស្រាក់ឯស្រីនាតវិញយំបោកខ្លួនតើតែសន្លប់គ្មានអ្នកណាលងលោមអ្នកណាទេពេលនេះសម្បីតែអ្នកបម្រើក្នុងផ្ទះក៏យំទល់ក្បាលគ្នាដែរលោកភូមិន្ទទូរស័ព្ទទៅរកលោកយុឲ្យមកជួយលងលោមស្រីនាតខ្លះយុដេតជាអ្នកទទួលទូរស័ព្ទមាននៅភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណូលស្លាប់អីក៏បថុចញុចម្លេះមនុស្សនៅដើររវើកកំឡោះរត់ទៅប្រាប់ឪពុករួចនាំគ្នាបើកឡានមកដល់ផ្ទះចំណូលភ្លាមនាតសន្លប់បាត់ស្មារតីយុដេតព្រួយបារម្ភណាស់តកងកាយស្រីផ្ដេកលើពូករួចទូរស័ព្ទហៅពេទ្យជាបន្ទាន់ឯលោកភូមិន្ទទៅលងលោមភរិយាលោកយុមិនអស់ចិត្តយីក្មួយប្រុសឈឺអីក៏ភ្លាមម្លេះលោកពុំមែនភ្លាមទេគេមានរោគមហារីកឈាមតាំងពីអាយុ24ឆ្នាំម្លេះបើអ្នកក្រវិញមិនបាននៅដល់ថ្មនេះទេកូនខ្ញុំវាអាយុខ្លីណាស់យើងធ្វើបុណ្យ7ថ្ងៃឲ្យគេនៅទីនេះនាតដឹងខ្លួនយំសសឹកយុដេតមុខក្រៀមអង្គុយសម្លឹងភ័ក្រឆោមឆវីដីក្តីអាណិតមាននឹបច្បាច់ដៃនាងថ្នមកាត់ចិត្តខ្លះទៅអូនជីវិតមនុស្សជារបស់មិនទៀងទាត់ទេអូនទឹកភ្នែកស្រីហូររហាមនាងយំមិនព្រមបាត់បងនោះបងក៏ហៅអូនបងទៅចោលអូនហើយ
យូដេតលងលំស្រីមិនឈប់ព្រោះតែគេចង់ស្ងប់បានជាសោកចិត្តចេញទៅឆ្ងាយពីអូនឥឡូវអូនយកម្លឹងវិញ្ញាណគេវិលវល់ណាស់ណាអូនធីតាលែងនិយាយស្ដីទឹកភ្នែកនៅតែហូរអាឡ័យគេណាស់ស្នាមថាបលាគ្នានៅក្តៅអ៊ុនបេះដូងស្រីខ្ទេចខ្ទាំអស់ហើយសំឡេងខ្លងខែកហែហោមប្រលឹងលន់រងំចំនួនភ្លេងការ4ខែជាពេលដ៏ខ្លីតែមានន័យសោកសៅមួយជីវិតស្រីនានស្លៀកសកាន់ទុកស្វាមីមីម៉ៃក្មេងខ្ចីពុំអើពើអ្វីទាំងអស់ក្រៅពីអង្គុយក្រោមផ្កាអ័រគីដេទុកឲ្យស្វាមីនាងសុបិនផ្កាឈើលាស់ស្លឹកចាជាថ្មីតែចិត្តស្រីនាថអត់ផ្លាស់ប្ដូរតាមធម្មជាតិឡើយព្រួយនៅតែព្រួយមិនងាយនឹងបំភ្លេចទេចិត្តដដំរបស់ស្វាមីកំសត់តើអ្នកណាមានចិត្តបរិសុទ្ធដូចគេនៅតែរក្សាផ្កាឲ្យនៅក្រពុំជានិច្ចគេលាទៅគ្មានបានជួបមុខស្ដាប់សម្ដីនឹកឃើញពេលណាទឹកភ្នែកស្រីហូរពេលនោះលោកជំទាវអង្អែលក្បាលកូនស្រីការចិត្តខ្លះទៅកូនយើងសុទ្ធតែដឹងគ្រប់គ្នាថាពេលនេះត្រូវតែមកដល់មកអរគុណកូនដែលជួយធ្វើឲ្យកូននោះបានសុខផ្លូវចិត្តមុននឹងលាចាកលោកនេះទៅម្ដាយទុកកូនជាកូនស្រីបង្កើតចំនួនកូននោះមរតករបស់គេគឺជារបស់កូនរស់នៅជាមួយប៉ាម៉ាក់រហូតទៅណាកូនស្រីម៉ាក់ស្រីអបដៃអ្នកម្ដាយញញឹមទាំងទឹកភ្នែកនាតមិនដែលចេញពីផ្ទះសោះយូដេតទឹកនាងអ្វីម្លេះអគីដេស្នេហាទោះជាផ្ការុះរយលំអងក៏បងនៅតែពេញចិត្តបើសិនជាគូគង់ជួបប៉ុន្មានខែឆ្នាំក៏បងចាំចំណិចកំឡោះទូរស័ព្ទទៅកុហកស្រីថាប៉ាឈឺធ្ងន់សូមឲ្យនាងមកជាបញ្ញាប់កាន់ទុកអីយូរម្លេះមិនចេញពីផ្ទះសោះយ៉ាងនេះធីតាខំតែផ្លាស់សម្លៀកបំពាក់សចេញសិនឲ្យពូចាន់បើកឡានជូនមកភ្លាមរត់ចូលទៅដោះនៅបន្ទប់លោកអ៊ំឃើញគាត់ដេកក្រលំភួយចិត្តនាងដូចបារម្ភណាស់2ខែនេះនាងពុំធ្លាប់ដែលបានមកអើតប៉ាអ៊ំសោះស្រីស្ទុះទៅបើកភ្លាមប៉ាអ៊ំយូដេតចាប់ដៃនាងជាប់ដោយសម្រស់មុខសម្បូរស្នេហ៍ភាពញញឹមរបស់អ្នកចាប់ផ្ដើមរីករាយសារជាថ្មីហើយនាតបើមិនប្រែមជួបាយនេះបងមិនបានឃើញមុខអូនទេប៉ានៅកន្លែងធ្វើការឯណោះធីតាបំរាស់ចេញលែងដៃខ្ញុំបងដេតខ្ញុំដូចជាឆ្ងល់បងឯងណាអត់រក្សាតម្លៃខ្ញុំសោះប្តីខ្ញុំទៅស្លាប់បាន2ខែទេខ្ញុំត្រូវការភាពស្ងប់យូដេតច្បាច់ដៃនាងយ៉ាងណែនបងអត់បានធ្វើអ្វីឲ្យខុសចូលបត់មើលងាយអូនទេបងគ្រាន់តែចង់សួរអូនមួយម៉ាត់ថាតើប៉ុន្មានឆ្នាំទើបអូនរំសាយទុកបងចាំអូនរហូតដល់ពេលនោះទេអូនមិនឆ្លើយទេនរៈបងវល់ខ្លួនស្រីឲ្យបែរមកចំអ្នកមិនឆ្លើយក៏បានតែកុំភ្លេចថាមនុស្សគ្មានច្រើនអ្នកទេទឹកចិត្តបរិសុទ្ធស្លូតបួតរបស់គេធ្វើឲ្យបងស្រឡាញ់ដោយសន្តិភាពបើប្រុសផ្សេងវិញបងមិនបណ្ដោយឲ្យអូនការចោទបងទេបេះដូងបងរបួសឈឺផ្សាណាស់គ្រប់កន្លែងអនុស្សាវរីយ៍បងនៅចង់ចាំអូនមាននឹកឃើញទេចំណូលគេអាយុខ្លីតែគេបានសុខណាស់ក្នុងរយៈពេលដ៏ខ្លីរបស់គេចំណែកបងវិញទទួលតែកំហឹងរបស់អូនរួចខកចិត្តបន្ទាប់មកអូនចង់ឲ្យបងឈឺចាប់រហូតឬអ្វីធីតាក្តោបមុខយំអូនជាផ្កាសពូនបងឈប់នឹកនាអូនទៀតទៅអូនស្រឡាញ់បងនោះអូនអាណិតគាត់កំឡោះអង្រូនស្មាស្រីញាប់ស្អែកចុះបងវិញកុំសួរអូនបែបនេះទុកនាទីឲ្យអូនបំពេញលក្ខណៈជាភរិយាគ្រប់លក្ខផងកុំរំខានចិត្តអូនយូដេតសៃស្ងួតអូននៅតែមិនយល់ចិត្តបងអូនស្អប់បងណាស់មែនទេកុំភ្លេចថាបងនៅតែស្រឡាញ់អូនដដែលកុំយកពាក្យផ្កាសពូនមកនិយាយជាមួយបងស្រីនាតខ្ទប់មុខរត់ចេញទុកឲ្យអ្នកកំឡោះដង្ហើមធំតែម្នាក់ឯងអ្នកនៅតែព្យាយាមធ្វើឲ្យនាងយល់ពីតម្លៃនៃដួងចិត្តរបស់អ្នកឥឡូវចិត្តនាងមិនទាន់ស្ងប់ទុកឲ្យនាងរំសាយទុកសិនទៅចុះល្ងាចនេះកំឡោះឆ្លៀតចូលលេងនឹងសារិតាអ្នកគិតពីនាងប្រុសចិត្តអាណិតស្មោះត្រង់តែ2ខែជាងកន្លងមកនេះសារិតាបាក់ចិត្តមកលើអ្នកទៅវិញនាងកំពុងស្លៀកម៉ាយ៉ូពណ៌ក្រហមហាលទឹកពីស៊ីនចំហៀងផ្ទះលេងកលេចឃើញមាណពឈប់ឡានអ្នកងើបរត់មកទទួលអ្នកហាក់ដូចជាមិនអៀនសោះ
ធ្វើឲ្យកំឡោះភ្ញាក់ចង់បះសក់បើនាងមើលតែបណ្ដោយជ័យស្ថិតនៅក្នុងលំហបែបនេះកំឡោះរាំងក្តៅមុខភាយប្រញាប់ងាកមកចេញសំទោសសារិតាបងមករំខានការកំសាន្តរបស់អូនបន្តិចហើយសារិតាតោងដៃគីទាំងម្ញាក់ម្ញក់បង្ហាញភាពពេញចិត្តឥតលាក់លៀមនាទីដែលបងមកគឺជានាទីដែលរីករាយរបស់អូនចាំមើលផ្លូវបង3ថ្ងៃហើយអូបងរវល់ណាស់ទៅមិនបានចូលមកលេងតោះបងឡើងទៅលើនាងដណ្ដប់កាយដោយកន្សែងពោះគូក្រហមដូចអាវនាំមេនប់ចូលក្នុងបន្ទប់សាឡុងមិនមេដោះទៅណាដូចជាមិនឃើញអូនចាក៏ទៅផ្សារសារិតាធ្វើមុខជូរខ្ទប់ក្បាលយុដេតបញ្ញាប់សួរកាត់អីនឹងសារិតាចាដូចជាងងឹតមុខណាស់នាងរត់ចូលបន្ទប់ភ្លាមយុដេតក៏មិនអាចប្រងើយបានកំឡោះចូលតាមឃើញនាងប្រាស់ខ្លួនលើគ្រែកន្សែងពោះគោគ្រប់ខ្លួននាងប៉ាងលិចសាច់ទ្រុងដូចសំឡីទ្រុងណានក្ដំផាត់ផតញាប់ស្អេកតែកំឡោះមិនអាចមានអារម្មណ៍ផ្ដេសផ្ដាសទេព្រោះសារិតានៅខ្វះមុនស្នេហ៍សម្ងាត់ម្យ៉ាងមានតែកាយស្រីនេះទេដែលធ្វើឲ្យចិត្តអ្នកកំរើករហូតហ៊ានកញ្ញិចជាច្រើនសានឹងនៅតែស្រឡាញ់អាណិតបំភ្លេចមិនបាននរៈឆ្លីក្បាលឲ្យនាងឈឺរបៀបមិននឹងរីតាឲ្យបងតាមពេទ្យឬរីតាបើកភ្នែកភ្លឺត្រចះរួចស្រវាអោបកំឡោះជាប់ខ្សឹបតិចញីក្បាលឲ្យអូនបន្តិចមកបងណែរីតាញញឹមយ៉ាងផ្អែមអោបកំឡោះរូបស្អាតឲ្យបដូរមកលើកាយរលីងស្រិលរបស់នាងបងល្ងងដល់ម្លឹងឬយុដេតអូនស្រឡាញ់បងអូនសុំផ្ញើវាសនាលើដៃបងរហូតហើយយុដេតស្ទុះងើបបេះដៃនាងចេញស្ដាប់បងសិនរីតាអូនក៏មានអារម្មណ៍បែបនេះអីបងពុំមែនជាប្រុសខ្វះគំនិតបងប្រាថ្នាតែការសប្បាយទេបងសុំរីតាជាប្អូនមកពីបងមានសង្សាររួចហើយបងមិនអាចយកបេះដូងខ្លៃបន្លំមកប្រាស់អូនឡើយសារីតាក្រហមមុខដោយក្តីអៀនខ្មាស់មិននឹកស្មានថារូបសម្រស់ប្រហែលនាងតាក់បេះដូងយុដេតមិនបានទៀតនាងឈ្ងក់មុខជ្រប់បងយល់ថានារីម្នាក់សារភាពពាក្យស្នេហ៍ចំពោះមុខបងពុំគួរឬនរៈផ្ទះក្បាលនាងថ្នមបងយល់ណាស់ហើយអូនកុំខ្មាស់បងអីទុកបងជាបងរបស់អូនដដែលទៅបងពុំចង់បំផ្លាញអនាគតរបស់អូនទៅបងប្រាប់ត្រង់បើប្រុសខ្លះគេកុហកស្នេហាអូនដើម្បីបំពេញចំណង់ម្ដងម្កាលវាអាក្រក់បំផុតអូនពិនិត្យឲ្យបានវែងអូននឹងយល់ពីសេនាចិត្តរបស់បងកុំយល់ថាពាក្យស្មោះត្រង់ជាពាក្យបញ្ចោចបង្អាប់បន្តោះអូនជាស្រីឲ្យសោះណាសារិតាខំមាត់យឺតអូនអរគុណបងណាស់ដែលមានចិត្តទៀងត្រង់តែអូនសុំស្គាល់អនាគតបងស្រីរបស់អូនផងបានទេអូរូបថតហែបនសពលោកកហបតីចំណូដែលបងយកឲ្យអូនមើលថ្ងៃមុននោះក៏រូបនាងដែរនារីដែលស្អាតដាច់គេនោះក្រែងជាភរិយារបស់លោកកហបតីទេតាមែនតែនាងជានារីដែលបងស្រឡាញ់ហើយនៅតែស្រឡាញ់ពេញមួយជីវិតទោះនាងខ្លាយទៅជាស្រីមេម៉ាយក៏ដោយអូនាងស្អាតណាស់សមនឹងបងហើយពុំមែនប្រការរូបសម្រស់ទេអូននាងហើយនឹងបងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ដែលពុំអាចបំភ្លេចបានដោយងាយអូនសូមជូនពរឲ្យបងបានជួបគ្នាដោយក្តីបំណងអរគុណរីតាចេញទៅចាក់ទឹកក្រូចឲ្យមេនប់ផឹករួចនាងសម្រួលអរិយាប័ត្រធម្មតាវិញហើយយូដេតអង្គុយលេងនៅខាងមុខរៀបនឹងលើកទឹកក្រូចផឹកទៅស្រាប់តែដាក់ចុះតែរីតារហ័សជាងខ្លាញីទៅទៀតដកកំភ្លើងភ្ជុងសៀតផ្កាអ្នកជាប់ជាមួយសម្ដេចសោះក៏ក្រោះមួយប្រព្រឹត្តភ្នែកសោះនាងខ្លាយពីនារីសម្ដីទន់តិចទៅជានារីចិត្តមុតស្រួយគូញញើតនៅស្ងៀមលោកយូដេតចំោះពូកែក្រាន់បាដឹងថាទឹកក្រូចមានថ្នាំតែទីនេះជាទីគ្រោះថ្នាក់មរណៈសម្រាប់លោកហើយត្រៀមខ្លួនចាំទទួលបញ្ជាពីខ្ញុំល្អជាងយូដេតយូចស្មាអូចំោះខ្ញុំពូកែតែភ្នែកខ្ញុំស្អុយព្រោះមើលមិនដឹងថានាងជាអ្នកណាសារិតាសើចពេបមាត់កុំបថុយតដៃកៅអីដែលលោកអង្គុយមានកន្លឹះនៅក្រោមជើងខ្ញុំអាចទម្លាក់លោកក្នុងរណ្ដៅចុងកំបិតក្រោមបានយ៉ាងរហ័សបំផុតមេនប់អង្គុយត្រឹងនិយាយពីបំណងរបស់នាងទៅឲ្យវាឆាប់ចប់រីតាញាក់ស្មាចាំស្ដាប់ឲ្យច្បាស់រួចបើកតិចឲ្យធំរីតាជាឈ្មោះថ្មីរបស់ខ្ញុំឯឈ្មោះពិតគឺដកខាំម៉ៃ
ជានាងតូចទី3ដែលធ្លាប់សួរស្ដីលោកម្ដងឯទល់ដែននោះមិនកាលនោះខ្ញុំស្លៀកពាក់ប្រុសពាក់ពុកមាត់លោកមើលមិនច្បាស់មែនទេបានជាភ្នែកស្អុយតកូលដកខំរកស៊ីមានបានហើយមានអ្នកការពារអីវ៉ាន់ដល់រឹងមាំដោយសារដកខំម៉ៃតែម្នាក់លោកប៉ាពុំដែលខកចិត្តម្ដងណាទេមានតែអធិការយុដេតដែលហ៊ានធ្វើឲ្យដកខំម៉ៃបាក់មុខនៅចំពោះមុខសហការីរាប់មិនអស់ស្រីសៀមណាយុដេតពុំមែនជាស្រីខ្មែរដែលមានបេះដូងទន់ជ្រាយអាងទឹកភ្នែកទេដកខំស្រឡាញ់កំភ្លើងជាងក្រែម្សៅឆ្ងាយណាស់មុនដំបូងយើងចង់តាក់ទងជាមួយលោកដើម្បីសម្រេចបំណងតែនៅពេលដែលបានស្គាល់គ្នាភាពសង្ហារបស់លោកធ្វើឲ្យយើងពេញចិត្តចង់យកស្នេហាមកបញ្ជាចិត្តលោកតាមវិធីតិចឥឡូវមិនបានសម្រេចយើងត្រូវគិតផ្សេងទៀតគឺឃុំខ្លួនលោកទុកសម្រាប់ឲ្យបញ្ជាទៅកូនចៅរបស់លោកអធិការឲ្យសម្រួលដំណើរចេញអីវ៉ាន់របស់ពួកយើងយូដេតសៃស្ងួនចំណាប់ក្រាន់បាដកខំម៉ៃដែលញ៉ាំងអាចបន្លំភ្នែកខ្ញុំបានចិត្ត3ខែតែពុំទាន់សន្មតថាអ្នកណាចាញ់អ្នកណាឈ្នះទេខ្ញុំគ្រាន់តែទុកពេលឲ្យនាងនិយាយព្រោះខ្ញុំចង់ដឹងពីគោលបំណងរបស់នាងប៉ុណ្ណោះពុំមែនខ្ញុំនៅក្រោមអនុភាពកំភ្លើករបស់នាងទេរៀងល្វត់ល្វន់នេះសម្រាប់ឲ្យយូដេតអបថើបវាគ្រាន់បើជាងឲ្យខ្ញុំប្រើកម្លាំងក្រែងវិជ្រុលណាខំម៉ៃក្តៅឆេវកាច់កៃភងបំបាក់ឆ្អឹងស្មាយូដេតតែអធិការល្បីល្បាញបដូរខ្លួនធាក់ជើងនាងល្អដោយកាប់បំបាក់ខំម៉ៃជន់កន្លឹះមិនទាន់ខ្លាច់បាក់ជើងក៏ដកជើងលូតថយក្រោយពេលត្រឡប់កាយវិការនាងស្រីនេះរហ័សមែនសំនឹងពាអួតអាងតាំងខ្លួនជានារីកំពូលអ្នកលេងរបស់នាងតែយូដេតមិនមែនជាយុវជនស្ទើរភ្លើងឯណាកំភ្លើងរាងដូចដេកកេះស្វ័យប្រវត្តិខ្ជាក់គ្រាប់ចម្រុះតម្រង់ស្រីឆើតដកខម៉ៃបដូរខ្លួនទៅក្រោយសសរកិច្ចរួចបាញ់ភ្លាមអ្នកកំឡោះក៏លូតចេញពីកៅអីកន្លឹះយន្តដែរកុំឲ្យខម៉ៃក្តាប់ស្ថានភាពបានជាលើកទី2ទៀតខម៉ៃអត់មានបង្កប់គ្នាទេព្រោះជឿថានាងអាចដាក់អន្តៈយូដេតបានឥឡូវខកចិត្តស្រឡះអធិការម្នាក់នេះឆ្លងកាត់ការដកពិសោធន៍ច្រើនណាស់ពុំមែនជាសាច់ក្រកសម្រាប់ដតអាំងគ្រប់ពេលត្រូវការនោះទេមានលុបបាញ់ផ្ទូនចំដៃខម៉ៃខាងឆ្វេងផ្សែងកំភ្លើងរសាត់ពេលរលេចអស់បាត់សមោលខម៉ៃនៅសល់តែឈាមដាមលើឥដ្ឋនាងកិច្ចខ្លួនបាត់ហើយយូដេតបើកឡានយ៉ាងលឿនតម្រង់ទៅផ្ទះលោកភូមិន្ទហាក់ខ្លាចសភាពការមិនល្អកើតមានដល់នាតរបស់អ្នកកំឡោះរត់ឡើងទៅលើផ្ទះវាក់នឹងនាតកំពុងចុះមកដែរគេឈរត្រឹងមកគ្នាកំឡោះវិចារតិចនាតអូនប្រយ័ត្នខ្លួនបន្តិចណាមានគេប៉ងព្យាបាទអូនហើយកងដៃដែលបងផ្ញើចង់ដៃអូនថ្ងៃរៀបការត្រូវយកមកពាក់ឲ្យជាប់ណាធ្វើតាមបងចុះដើម្បីសេចក្តីសុខរបស់អូននាតមិនទាន់បានឆ្លើយឬសួរនាំផងយូដេតចុះទៅវិញយ៉ាងលឿនព្រោះមិនចង់ឮពាក្យថាបងកុំរំខានចិត្តអូនស្រស់ស្រីតាមមើលគេភាំងយប់នេះចេញពីស្នាក់ការកណ្ដាលម៉ោងប្រហែល9យូដេតស្លៀកពាក់ស៊ីវិលស្អាតបើកឡានមកដល់ស្ពានត្រង់កាច់ជ្រុងងងឹតស្រាប់តែលឺស្នូរកំភ្លើងមាននប់ឈប់ឡានងក់រហ័សណាស់តម្រង់ស្នូរកំភ្លើងឡានមួយចតយ៉ាងស្ងាត់ស្ងៀមក្បែរដើមកង្កោកឡានរបស់ជំនួសស្រមោលមនុស្សរត់ផ្លោះគុំស្មៅនេះលោតតាមសំឡេងធ្ងោនៅក្រោយដើមកង្កោកយូដេតយល់ហេតុការមិនស្រួលដកកំភ្លើងបាញ់ស្រមោលខ្មៅដែលរត់កិច្ចនោះដួល2នាក់ភ្លាមតែរវល់គិតអ្នករងគ្រោះទៅឈប់ដេញតាមបកមកក្រោយដើមកង្កោកចុចពិលមើលពូច័ន្ទសូហ្វាឡានដេកដួលស្ដួកស្ដឹងផុតដង្ហើមទៅហើយមកខាងឯណោះលោកចំទាវប៊ុនឌីត្រូវរបួសធ្ងររហឺអមស្រីនិរៈស្ទុះទៅកង3កាត់ឡើងក្មួយដេតឬពួកវាប្លន់ខ្សែកពេជ្ររបស់អ៊ំបំរុងសម្រាប់ថែមទៀតវាតាមអ៊ំតាំងពីកន្លែងបនផ្កាអូយច័ន្ទយ៉ាងម៉េចទៅហើយកុំខំនិយាយខ្លាំងពេកអ៊ំស្រីពូច័ន្ទស្លាប់ហើយខ្ញុំយកអ៊ំទៅពេទ្យសិនអរគុណក្មួយណាស់កុំតែបានក្មួយមកទាន់វាសម្លាប់អ៊ំបាត់ទៅហើយប៉ាវាទៅជួយបនគេមួយទៀតតែមណ្ឌលកុមាររបស់ចំនួនឯណោះបានចាំខ្ញុំទូរស័ព្ទទៅជម្រាបគាត់មេនប់រត់ទៅដាក់ខ្នោះពួកចោរប្លន់ទាំង2នាក់រួចភ្ជាប់ការតាក់ទងទៅបាលី
ឲ្យមកនាំពួកវាទៅសួរចម្លើយរកមេកាយនិងដឹកសពពុយច័ន្ទទៅផងឯអ្នកដឹកលោកជំទាវទៅពេទ្យជាបញ្ញាប់ក្រោយពីរំរបួសបញ្ជូតឈាមរួចមាននៅផ្ដាំផ្ញើពេទ្យស្រួលបួលអ៊ំស្រីខ្ញុំទៅយកនាតមកថែលោកអ៊ំណាទៅចុះក្មួយកំឡោះបើកឡានដោយសន្ទុះប្រូននាតបងបានជួបមុខអូនទៀតហើយនាតកំពុងអង្គុយលើទងក្រោមរៀនផ្កាអ័រគីដេឃើញមាននប់ចូលទៅដល់ស្រីពិបាកចិត្តតែម្ដងដឹងថាគេកំពុងងប់ចិត្តហើយចេះតែមកឲ្យឃើញមុខប្រុសចំជាអស្ចារ្យមែនតែម្ដងនាតបងមានការអ្វីមករកអូនទាំងយប់បើប៉ាម៉ាក់ឃើញគាត់យល់យ៉ាងណាដែរហើយគាត់ចាត់ទុកអូនជាស្រីបែបណាទៅអូបងប្រមែននាំអាប់អោនដល់អូនទេបងមកនាំអូនទៅមើលម៉ាក់របស់អូនណាគាត់ត្រូវគេប្លន់មានរបួសមែនឬបងស្លន់ពេកណាស់ស្ទុះមកអង្រួនដៃអ្នកកំឡោះញាប់ស្អែកយូដេតក្តោបដៃដល់ស្រលូនជាប់កុំអង្រួនខ្លាំងពេកដួលបងឥឡូវហើយធីតាក្រហមថ្ពាល់កំឡោះលួចសាច់ក្នុងចិត្តមេម៉ាយហើយនៅអៀនម្លឹងទ្រាំមិនបានចាប់ថាបទៀតឥឡូវហើយបែបណាយូដេតធ្លាប់ក៏ហៅអូនប្រមាណដងហើយតោះឆាប់ទៅម៉ាក់ក្មេកអូនមិនកាត់អីទេតែពូច័ន្ទស្លាប់ហើយនាតភ័យណាស់រត់ឡើងជាមួយអ្នកកំឡោះទៅដល់ពេទ្យលោកភូមិន្ទក៏មកដល់ដែរលោកអរគុណយូដេតមិនឈប់អស់កូនហើយអស់ប្រពន្ធទៀតគាត់ច្បាស់ជាលែងជន់ស្រុកខ្មែរហើយនាតនៅបំរើម្ដាយក្មេកអាយុដេតលាត្រឡប់ទៅស្នាក់ការដើម្បីសួរចម្លើយពួកមនុស្សខូចពួកវាជាចោរប្លន់ធ្លុល្បីខាងប្រព្រឹត្តអាក្រក់គ្មានមេកាយទេមានគ្នា6នាក់ឥឡូវរត់រួច4នាក់តែខ្សែកពេជ្រនៅក្នុងខ្លួនអាស្រមមដែលយូដេតបាញ់ត្រូវផ្លូវមាននប់ទទួលខ្សែកពេជ្រពីបាលីយកមកប្រគល់ឲ្យលោកភូមិន្ទវិញដកខំម៉ៃប្រហែលជាសងំព្យាបាលរបួសដែរហើយទើបស្ងាត់បែបនេះតែយូដេតនៅតែប្រុងប្រយ័ត្នគ្រប់ពេលអ្នកសម្លឹងមើលកងដៃមាសបារាំងដែលនាតពាក់គេញញឹមនាងធ្វើតាមសម្ដីអ្នកដែលតានៅក្នុងកងដៃមានបង្កប់ប្រដាប់ស្រូបសម្លេងការពារសន្តិសុខឲ្យនាងគ្រប់ពេលប្រការព្យាបាទផ្សេងអ្នកកំឡោះឧស្សាហ៍មកអត់សួរសុខទុក្ខលោកជំទាវធ្វើឲ្យអ្នកជំទាវពេញចិត្តនឹងអត្តចរិតព្រមទាំងចិត្តថ្លើមរបស់យូដេតណាស់ពេលបានជួបមុខគាត់រីករាយដូចបានឃើញចំណូលដែរឯលោកភូមិន្ទវិញក៏ស្រឡាញ់ភាពអង់អាចរបស់អ្នកយូដេតស្វាហាប់ណាស់មិនទន់ភ្លន់សភាពដូចចំណូលទេថ្ងៃនេះលោកជំទាវជាសះស្បើយវិលមកផ្ទះវិញហើយរតនាយកសម្បត្តិការមកអញ្ជើញនាងល្អឲ្យទៅជួបរួមជាភ្ញៀវពិសេសនាតបង្អាប់កិច្ចលែងរួចហើយឬរតនាអៀនមួយថ្ងៃទឿន3 4ដងកិច្ចឯណាផតគេញញឹមស្រាលព្រមគ្នារតនានាំនាតនិយាយលេងបន្លប់កុំឲ្យនាងនឹកឃើញដល់រឿងរៀបការរបស់នាងនិយាយអញ្ចឹងនាងដួងជើងល្អនោះណាបណ្ដាមិត្តប្រុសច្រើនពេកឥឡូវទម្ងន់អត់ប្តីលោកសង្សើលុបឈ្មោះឈប់ឲ្យរៀនបាត់ទៅហើយនាតសើចស្ងួតពូជគេល្អផ្កាដោះតាមចិញ្ចើមថ្នល់ដូចខ្ញុំធ្វើមិនដូចគេទេ6 ខែមកហើយចិត្តនាតក៏រំសាយពីទុកបានជាលំដាប់នាងអាចនិយាយលេងជាមួយមិត្តរស់រាយដោយធម្មតាយូដេតក៏ត្រូវទៅជួបរួមថ្ងៃរៀបការរបស់បាលីនិងរតនាដែរមេនប់ឡើងមកសំពះសំលោកជំទាវឲ្យនាតទៅជាមួយអ្នកលោកជំទាវពេញចិត្តណាស់បានទៅជាមួយក្មួយអមរិតទៅទុកចិត្តថែមទៀតណាយូដេតនាតកំពុងផ្លាស់ខោអាវអង្គុយលេងសិនទៅបាទអ៊ំស្រីចោះលោកអ៊ំប្រុសអញ្ជើញទៅវៀងច័ន្ទវិញហើយឬអ៊ំប្រុសក្មួយទៅពីម្សិលមិញជើងនេះយ៉ាងតិចក៏3 ខែដែរទៅប្រួយរវល់ក្មួយឧស្សាហ៍មកអត់ផងអ៊ំនៅតែ2នាក់កូននាតទេបាទខ្ញុំច្បាស់ជាឧស្សាហ៍មកលេងចុះប៉ាក្មួយសុខសប្បាយទេឬអ៊ំចេញពីពេទ្យដូចបាត់គាត់មិនឃើញមកលេងអូប៉ាអញ្ជើញទៅសិង្ហបុរីតាមយកប្អូនជីទូតមួយខ្ញុំម្នាក់ឲ្យមកជួយមើលកិច្ចការសហគ្រាសព្រោះប៉ាកាន់តែចាស់ឯខ្ញុំវិញចំណូលចិត្តខុសគ្នាអត់បានជួយការងារប៉ាសោះនាតចេញមកនាងស្លៀកពាក់របៀបស្រីខ្មែរស្អាតណាស់ធ្វើឲ្យយូដេតផ្លឹកអារម្មណ៍អស់បន្តិចដែរផ្កាមួយទងនេះនៅតែរីកស្គូស្គាយពុំមែនផ្កាសពូនដូចនាងនិយាយខ្លួនឯងទេធីតាចុះតាមគេទាំងអៀនតែជិះមិនផុតខ្យល់បក់ត្រសៀកបើកកាត់វត្តភ្នំមានប់ឈប់ងក់ងាកមកញញឹមស្រស់នាតកន្លែងនេះហើយដែលអូនបោកចិត្តបងឯបងក៏បន្លំថាប្អូនយកចំណេញវិញដែរថ្
ពណ៌ស្រីឡើងក្រហមសម្លក់មានប់ឈប់រំលឹកទៀតទៅអូនមិនត្រូវការទៀតទេសែនខ្នាញ់កំឡោះស្រវាអបញ៉ាងជួបបំរុងចាប់ថាបតែនឹងរុញទ្រូងជាប់មុខស្មាកុំបានចិត្តពេកបងអូនឈប់ជិះជាមួយឥឡូវហ្នឹងអូខឹងហើយនឹងណោះណាស់ហើយបងអើយជំពាក់សិនចុះតែបងប្រាប់ឲ្យដឹងណាបន្តិចទៀតបងនឹងចូលស្ដីដណ្ដឹងអូនពីប៉ាម៉ាក់ក្មេករបស់អូនតែម្ដងញាតមុខក្រហមកាន់តែខ្លាំងលែងហ៊ានមើលមុខគេបងនូរស់នៅណែបនិតតែរក្សាតម្លៃចនិតឯបងដេតវិញខលម្លឹងបើការរួចគេច្បាស់ជាទេអូនមិនការជាមួយបងទេកុំសង្ឃឹមនៅតែសង្ឃឹមតែសង្ឃឹមតិចដល់ការរួចសង្ឃឹមច្រើនតែម្ដងធីតាយកដៃខ្ទប់តិចលេងខ្ចីស្ដាប់នរៈរូបស្អាតសៃខឹកបើកឡានចេញទៅឲ្យទាន់ពេលស៊ីកាបាលីនិងរតនាក៏សំគ្នាណាស់ដែរគេទទួលយុដេតនិងស្រីនាថដោយទឹកមុខស្រស់ញញឹមពេញដោយសុភមង្គលពេលនាំគ្នារំលេងយុដេតមិនរំខាននាថទេអ្នកគ្រាន់តែអង្គុយកំដរនាងញ៉ាំទឹកក្រូចញញឹមជាប់មើលទៅកូនកំលោះកូនកំមុំរំបើកឆាកមិនក៏បងមិនឡើងរំទៅអូបងចង់នៅអង្គុយក្បែរអ្នកស្រីមេម៉ាយដល់កំពូលមានហើយឬក៏ស្អាតដាច់គេដើម្បីឲ្យភ្នែកប្រុសច្រើនចំណែនបងឲ្យបានយូរញាតខំមកណាឈប់និយាយរកបងរហូតហើយណាបងចូលចិត្តអញ្ចឹងដែរប្រែចំោះមានន័យបាននិយាយប្រយោជន៍ខាងអញ្ចឹងដោយការជួបគ្នាមាត់ស្ទឹងតែខ្មៅបងសម័យអត់ភ្លេចញាតទ្រាំមិនបានលូដាច់ក្តាច់គេយុដេតដងឯផ្លូវញាប់ស្អែកកំពុងលេងនឹងស្រីនាថនាឡិកាស្រូបសំលេងឲ្យសញ្ញាមាននៅបញ្ញាប់លើស្ដាប់ហៅឡូលោកអធិការធំមានសញ្ញាអាសន្ននៅសារមន្ទីរជាតិប្រហែលជាពួកទុច្ចរិតចង់លួចរតនវត្ថុហើយខ្ញុំទៅលើហើយចាត់កម្លាំងភ្លាមទៅទទួលបញ្ជានាថងើបបុកយ៉ាងរហ័សបងមានការទៀតហើយឬមែនអូនកំណើយប់ពេកណាទៅផ្ទះចុះបងមិនបានជូតទៅទេបងទៅប្រាប់បាលីសិនឲ្យគេបំពេញវេលាការចុះបងចាត់ចែងតែឯងបានហើយដេតប្រាប់បាលីពីខកខានរោងការសប្បាយរបស់អ្នករួចបើកឡានទៅសារមន្ទីរជាតិម៉ោង 9 យប់ជាងញាតក៏លៀមមិត្តនារីទៅផ្ទះវិញនេះជាការបំបែកកម្លាំងជាពីររបស់ដកខំម៉ៃតែប៉ុណ្ណោះដើម្បីបំបែកយុដេតឲ្យឆ្ងាយពីស្រីនាថហើយការជាប់ដៃស្ទាក់រកចោលដែលហ៊ានចូលសារមន្ទីរជាឱកាសសម្រាប់ដកខំម៉ៃចាត់ការជាមួយស្រីនាថដែរយប់នេះនាងស្លៀកសម្ពត់ផងណាមួយមិនបានដឹងខ្លួនជាមុនក៏ត្រូវធ្លាក់ខ្លួនក្នុងការឡោមព័ទ្ធរបស់ដកខំម៉ៃដែលប្រឡូកតែនឹងរឿងហក់លោតទេតងផ្កាទល់ដែនមានសទប់លៀងពីដៃសុទ្ធគ្មានមនោសញ្ចេតនាគ្មានភាពទន់ភ្លន់ធ្វើអ្វីដើម្បីការងារឲ្យឪពុកនាងប៉ុណ្ណោះយូដេតកំពុងទទួលទូរស័ព្ទនៅក្នុងឡានសួស្ដីលោកយូដេតស្មើនេះម៉ោង 12 អាត្រាតហើយស្រីល្អរបស់លោកចេញផុតពីកន្លែងហាមឃាត់ដូចទៅហើយកុំភ្លេចណាចាំជួបគ្នានៅទល់ដែនសៀមខ្ញុំត្រូវការរូបលោកជាចាំបាច់សម្រាប់សម្រួលដំណើរចេញរបស់លក្ខការមួយចំនួនទៅបានតែម្នាក់ឯងគត់បើហ៊ានតាក់ទងបណ្ដាញរបស់ខ្ញុំតាមដានពួកលោកប្រកាសជាត្រូវស្ដាយក្រោយរូបរាងសង្ហាដ៏ល្អរបស់សង្សារលោកជាមិនខានលាសិនហើយពីខ្ញុំខំម៉ៃយូដេតក្រហឹមដើមកដោយកំហឹងណែនទ្រង់ខំម៉ៃរូបរាងស្អាតណាស់ដែរតែចិត្តដាច់ដូចកូនប្រុសបើមិនកំចាត់នាងតែប្រកាសជាស្មានថាយើងជាប្រុសកំសាបំផុតហើយមុនស្នេហ៍ព្រៃស្ងាត់នៅក្នុងជំរំសម្ងាត់មួយសង់កណ្ដាលព្រៃទល់ដែនខ្មែរថៃជាជំរកសម្រាប់របស់ថៅកែដកខំម៉ៃពួកកូនចៅគេកំពុងស៊ីផឹកជុំគ្នានៅសសរកណ្ដាលស្រីនាថត្រូវគេចងផ្អោបដូចនំអន្សមដកខំម៉ៃតែងតួជាប្រុសដូចពីមុនដើរមកបិទចង្ការនាងក្រមុំដែលកំពុងបើកភ្នែកធំស្អាតអស្ចារ្យល្មមទៅឲ្យយូដេតដេកស្រមៃឃើញនាងយើងត្រូវការរូបនាងជាឈ្នន់សម្រាប់ផែនការនានារបស់យើងទ្រាំដេកហាលមូសិនទៅណាទម្រាំសង្សារសម្រាប់ចិត្តមកដល់ញាតសម្លក់យូដេតគាត់មាននារីផ្សេងពីខ្ញុំគាត់មិនធ្វើតាមពួកអ្នកឯងទេអូពុំមែនស្រឡាញ់កិត្តិយសជាងសង្សារទេនាងចាំតែមើលចុះដកខំម៉ៃងាកទៅមើលមុខសហការីឲ្យដំណឹងទៅលោកប៉ាឲ្យមកចាំទទួលនារីបែងភាគឲ្យឬនៅ
បានរួចហើយអ្នកប្រុសទី3ចុះរាយឈិតមានភ្ជាប់ការតាមដានយុដេតទេគេឲ្យដំណឹងថាវាមកដល់បាត់ដំបងហើយវាកំពុងស្នាក់នៅសន្តាគារសង្កែមកតែម្នាក់ឯងហើយអត់មានតាក់ទងកម្លាំងប៉ូលីសឡើយគេស្ដាយសង្សាររបស់គេត្រូវតែធ្វើអ្វីៗទាំងអស់ដើម្បីពួកយើងចិត្តឲ្យខាតនាតបារម្ភពីដេតព្រមមកជួបគេតែម្នាក់ឯងគាត់ជាអធិការដ៏ល្បីល្បាញពេលនេះស្ដាប់ការបញ្ជារបស់ពួកសៀមព្រោះតែរូបនាងឬចិត្តស្រីចាប់ផ្ដើមតូទុនមុនស្នេហ៍ដល់ត្រជាក់កំពុងប្រោះព្រំពេញដួងចិត្តគេចូលចិត្តទន្ទិញថានាងផ្ដាល់ឲ្យគេតែកំហឹងការខកចិត្តរួចអស់សង្ឃឹមមែនអូនស្រឡាញ់បងណាតែអូនពុំធ្លាប់បាននិយាយពាក្យនេះឲ្យបងស្ដាប់ម្ដងណាឡើយមានតែគេទេដែលផ្ដាល់ឲ្យនាងគ្រប់អំពើល្អស្រីខ្លាចគេមានគ្រោះថ្នាក់ក្នុងដៃអ្នកលេងឆ្លងដែននាងដេកមិនលក់សោះពេញមួយយប់នេះខាំម៉ៃរស់នៅជាមួយសហការីក្នុងតួអង្គប្រុសរហូតមើលទៅយុដេតត្រូវមកដល់ស្អែកហើយយប់នេះពួកឯងផឹកមួយសេរីតែស្អែកត្រូវត្រៀមលក្ខណៈជាថ្មីបានអ្នកប្រុសម៉ោង11យប់ពួកសៀមដេកឲ្យរៀលសំឡេងសัตว์យំឆ្លើយឆ្លងគ្នារំពេចនោះសមល់ខ្មៅរស័ព្ទលេចចេញពីកន្លែងពូនរត់ចូលពាត់ជំរុំរត់ពន់សមល់មួយរលាស់ខ្លួនដោយផ្លេបន្ទោវាផ្លែតក្នុងលំហងងឹតចូលមកលុកក្នុងជំរុំក៏សៀកខ្លួនទៅរកស្រីនាតភ្លាមនាតអូនធីតាភ្ញាក់កញ្ញាបើកភ្នែកកឡងបងនរៈស្លៀកពាក់រឹបខ្លួនខ្មៅក្រាប់ស្ទុះអបស្រីល្អទាំងចំណងគេមានធ្វើបាបអូនទេចាអត់ទេបងក្រែងគេថាបងមកដល់ត្រឹមបាត់ដំបងទេឬអូគឺសហការីរបស់បងដែលពាក់ស្បែកមុខក្លែងខ្លួនបំផន់ភ្នែកពួកវាទេតែប៉ុណ្ណេះដើម្បីបងដកខ្លួនដោយស្ងៀមស្ងាត់ព្រោះបងមិនចូលចិត្តឲ្យគេតាមដានសោះរំពេចនោះខំម៉ៃហក់ចេញពីបន្ទប់ខាងក្រោយមកដល់ល្មមព្រោះនាងប្រយ័ត្នជាងកូនចៅយុដេតនាងដកកំបិតបាញ់រះភ្លាមព្រោះខឹងចាញ់បកមេនុបបែកញើសជោគខ្លួនបើអ្នកកិច្ចច្បាស់ជាត្រូវអូននាតតែជាប់ចំណងកិច្ចមិនរួចកំឡោះទ្រពយកខ្លួនពាំងគ្រាប់ចំនួននាងក្រមុំភ្លៀងផាំងអូយត្រូវចំ3គ្រាប់ដូចតាំងជាស៊ីបបាញ់កំឡោះសង្ហាដូលលឿននាតតែនៅតែតោងឈរជាប់មាននាវីស្រែកផ្លាត់មាត់ប្រុសតក់ស្លុតបងដេតនាងដឹងថាគេខ្លាចត្រូវនាងបានជាគេមិនកិច្ចស្រីសានខ្លោចផ្សាទ្រហោយំមួយរំពេចពេលឃើញយុដេតសត្វតែឈាមពួកសហការីមេនុបលូតចូលមកដល់ដែរក៏បាញ់ចម្រោះលើខាំម៉ៃជួយចវាយនៃខាំម៉ៃកិច្ចលែងទាន់ដួលក្រឹបត្រូវរបួសងើបលែងរួចប៉ពួកសៀមដែលសវឹងសាក៏ត្រូវក្រុមប៉ូលីសទល់ដែនចាប់អស់រើក្នុងជំរំឃើញរូបព្រះនរាយណ៍បែងភាគដាក់ក្នុងវលីមួយយ៉ាងធំនាតដូចពីចំណងស្ទុះមកអបអ្នកប្រសង្ហាបបោមាត់ស្រីលឹងស្លាំងអស់ទឹកភ្នែកមិននឹងហូរមកពីណាខ្លះទេបងយ៉ាងម៉េចហើយនាតនៅក្បែរបងបើកភ្នែកឡើងភ្នាក់ងារពិសេសម្នាក់បញ្ញាប់ដាក់ខ្នោះខាំម៉ៃរួចស្ទុះមកទប់ខ្លួនលោកអធិការលោកពួកយើងណែឆាប់យកស្នែងមកសែងលោកអធិការភ្លាមទៅគ្នាគេមានរបួសដោយសារខាំម៉ៃ6នាក់ដែរយុដេតចុកណែនពេញទ្រុងខំលើដៃក្តោបភ័ក្រស្រីល្អបលាឈាមដល់ស្ពាល់នាងថែមទៀតអូនកណ្ដាព្រៃស្ងាត់ចងំយុដេតផ្សងរកស្នេហ៍ពីការងារបានជោគជ័យអូនក៏បានសុខទោះស្លាប់ក៏គ្មានអ្វីគួរឲ្យគិតទៀតដែរនាតយំបោកខ្លួនលើប្រានប្រថ្លៃទេបងកុំស្លាប់ចោលអូនបងនោះទៅចោលអូនហើយឥឡូវបងទៅចោលអូនទៀតឲ្យនាតនៅជាមួយអ្នកណាកំឡោះក្តោបដៃស្រីយ៉ាងណែនឈាមបាញ់ឈាមជូកអាវស្រីភ្នែកគេទន់ទៅឆ្លើយប្រាប់បងមកព្រមរៀបការជាមួយបងទេអូនឆ្លើយមកចាព្រមអូនស្រឡាញ់តែបងមុនគេបង្អស់ក្នុងវ័យក្រមុំរបស់អូនអរគុណអូនណាបងសប្បាយចិត្តរកអ្វីគ្មានទៅតែពេលនេះបានឮពាក្យពិតចេញពីបបោមាត់អូនទីនេះជាដើមកំណើតស្នេហ៍ស្មោះមុនស្នេហ៍ព្រៃស្ងាត់នេះហើយជាត្រីជីវិតរបស់បងបើបងមិនស្លាប់យើងនឹងជួបគ្នាណាអូនសហការីស្លុតចិត្តគ្រប់គ្នាហើយសែនសង្ហេះសង្ហោច
អ្នកនាងដ៏ល្អនេះជាម្ចាស់ចិត្តរបស់លោកអធិការទេតាបានជាគាត់បដូរជីវិតបែបនេះយូដេតសន្លប់ក្នុងដៃនាងពួកគេចាត់ចែងបញ្ជូនអ្នកទោសលុយរតនវត្ថុនិងដឹកលោកអធិការទៅពេទ្យប៉ោយប៉ែតវាសនាជាកម្រិតធម្មជាតិជីវិតស្រាលដូចស្លាបសត្វតែបើមិនទាន់អស់ក៏មិនទាន់ស្លាប់អញ្ចឹងដែរទោះអាចដល់ស្រស់របស់យើងមិនស្លាប់ទេគេកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យប៉ោយប៉ែតបានមួយអាទិត្យញាតិនៅបម្រើអ្នកកំឡោះទាំងយប់ទាំងថ្ងៃគេទាំងពីរកំពុងឆ្លើយរកគ្នាទៅវិញទៅមកនៅចម្លើយនៃដួងចិត្តយូដេតត្រូវធ្ងន់ធ្ងរដែរកម្រើកខ្លួនមិនរួចទេញាតិបម្រើអ្នកមិនអោយខ្នឹសលោកយុះលោកជំទាវនិងលោកបាលីបាននាំគ្នាមកដល់បាត់ដំបងមើលយូដេតហើយសម្រេចថានឹងយកអេលីកូមកទទួលយូដេតហើយទៅភ្នំពេញវិញពេលនេះពួកគេបានដឹងរឿងរបស់គេទាំងពីរអស់ហើយរឹតតែរីករាយថែមឯបាលីក៏ជួយអមមិត្តដែរគេនឹកទៅក្នុងចិត្តមីម៉ៃ3ខែស្អាតម្លឹងកំឡោះណាក៏បថុយដែរលោកជំទាវពេញចិត្តនឹងបានយូដេតមកនៅជំនួសចិត្តទីកក់ក្ដៅក្នុងផ្ទះគាត់ធ្វើម៉េចជំនួសមានភ័ព្វវាសនាខ្លីពេកកន្លះឆ្នាំហើយលោកជំទាវខំធ្វើបិណ្ឌគ្រប់កន្លែងកាត់ចិត្តអាល័យពីកូនក្នុងបន្ទប់ក្នុងវេលាភូមិមិនយូដេតកំពុងងើបថ្នមដោយមានឆោមស្រស់ជួយទប់ឲ្យងើបផឹកទឹកផ្លែឈើកំឡោះខលធ្ងោអូយប៉ះមុខរបួសឬបងឈឺត្រង់ណាគេចង្អុលដៃរបួសស្រីល្អឈ្ងក់ថាបមួយខ្សើត្រង់កន្លែងឈឺត្រង់ណាទៀតនរៈសើចស្រស់ចង្អុលថ្ងាស់ធីតាផ្អាប់មាត់យ៉ាងថ្នមលើថ្ងាស់គូស្នេហ៍អតីតរបស់នាងរួចត្រង់ណាទៀតដេតចង្អុលបបោមាត់ឆោមល្អសើចខឹកទាញចំោះគេក៏ហក់ជ្រុលពេកហើយខ្ញុំដឹងហើយថាមាត់នឹងគ្មានត្រូវស្អីទេអ្នកកំឡោះសែនខ្នាញ់ស្ទុះចាប់ថើបស្រីភ្លេចខ្លួនឈឺមករបួសធ្ងោអូយផ្អែកទៅក្រោយវិញស្រីល្អសែនភ័យជួយទប់យ៉ាងរហ័សយីធ្វើអីដោយខ្លួនឯងអត់ឈឺអញ្ចឹងបងខ្នាញ់អូនពេកនឹងណាលោកស្រីមនីចូលមកទាំងញញឹមកូននាតមានប្តីមួយណាក៏ប៉ិនតែមួយដែរពិបាកប្រកបណាស់មែនទេនាតអៀនក្រហមថ្ពាល់យូដេតឯណេះឮតែប្តីញញឹមឲ្យប្រហាម៉ាក់ប៉ាបានឲ្យតែកូនទាំងពីរឆាប់រៀបការបើជាពេលណារៀបការពេលនោះតែម្ដងអញ្ចឹងកូនជាស្អែកហើយម៉ាក់ប៉ាលោកស្រីអស់សំណើចយូដេតស្រឡាញ់គោរពហៅគាត់ម៉ាក់ឲ្យផ្អែមធ្វើឲ្យគាត់បានសុខដូចមានចំណូលនៅជាមួយដូច្នេះដែរគ្រូសាភូមិមិនហេងហាងទៀតទេគាត់ខ្សត់កូនហេតុនេះស្រឡាញ់យូដេតពេញព្រៀបឯមេនប់ហៅម៉ាក់ពីរោះណាស់ព្រោះមិនដែលមានម៉ាក់ហៅនឹងគេ3ខែកន្លងទៅយ៉ាងឆាប់រហ័សរោងការធំសង់នៅគេឋានរបស់លោកយុះម្ដងបន្ទាប់ពីនាតកាន់ទុកឲ្យនូ1ឆ្នាំភ្ញៀវរបស់គេសិតតែអ្នកមានបណ្ដាស័ក្តិខាងក្រុមចារកិច្ចអស់លោកខ្លះលាត់មាត់កូនក្រមុំស្អាតដល់ហើយអញ្ចឹងបានជាមានសំណាងបានការពីរដងប្តីសុទ្ធតែអ្នកធំទៀតនាតអៀនក្រហមថ្ពាល់យូដេតញញឹមរហូតសម្រាប់អ្នកនាតជាផ្កាក្រពុំជានិច្ចគ្មានថ្ងៃរស់រួចទេរតនានិងបាលីធ្វើបាបកូនកំឡោះឲ្យខំជែកទល់មាត់គ្នាជាមួយកូនក្រមុំសំណាច់រីករាយលន់លឺខ្ញៀវខ្ញាកំជ្រួចគ្រប់ពណ៌ផ្ទុះរាយជាពាក្យជូនពរភរិយាថ្មីជ័យមង្គល10000ឆ្នាំទៅមុខពិធីរៀបការត្រូវបញ្ចប់នៅម៉ោង 12 យប់នាតពាក់អាវដំណេកក្រហមក្រមៅសំនឹងសាច់សក្បុសរបស់ស្រីកំពុងទៅលោបចេញពីបន្ទប់ទឹកយូដេតសើចខឹកចេញពីគៀនទ្វារមកអោបភរិយាជាប់ចំោះរមេលលើខ្នងយ៉ាងពីក្រោយយ៉ាងស្រាប់ស្រាលលោបតណានឹងអូនព្រលឹងស្រីល្អអៀនឡើងស្ពឹកមុខបំរះចេញភ្លាមអូនសិតសក់សិនបងដឹងជាស្អីទេចាំបងសិតឲ្យកិច្ចតណាបងរងចាំអូនរាប់ឆ្នាំទៅហើយនាតអត់យល់ប្តីខ្លះទេឬបងឯងរពឹសណាស់អូនអត់នៅចិត្តទេជាទៅជាខូចអីឈឺហ៊ានធ្វើអញ្ចឹងដែរតម្រាំជាមួយអូនគ្មាននៅចិត្តទេនេះជាកាយវិការនៃស្នេហាទេតាប្រពន្ធសម្លាញ់រាត្រីនេះជាសុភមង្គលរបស់យើងណាអូនមាននៅប្តីស្រីដោយក្តីថ្នាក់ថ្នមឈប់និយាយស្ដីប្រើកាយវិការជំនួសវិញព្រោះយល់ថាប្រពន្ធធ្លាប់យល់រួចហើយពីបញ្ហារស់នៅរវាងប្តីនិងប្រពន្ធដៃគេរស់រវើកថ្នមកាយស្រី
ដែលគេពេញចិត្តជាមកខលរីតែថ្ពាល់នេះស្ទើរតែដល់ដង្ហើមមិនដល់គ្នានាតតែចាក់ខ្លួនដូចទៅកក់ទៅហើយស្រីខ្ទប់ទ្រុងម្ដងខ្ទប់ថ្ពាល់ភ្នែកលេងហ៊ានមើលចំស្វាមីបងមិនអញ្ចឹងទេអូនបងស្រឡាញ់អូនស្រឡាញ់ណាស់កុំធ្វើមកជួអញ្ចឹងឬមួយមិនពេញចិត្តនឹងប្តីអត់ទេបងកុំអូនសុំបងទេអូនធីតារួញខ្លួនក្នុងដៃប្តីភ័យផងអៀនផងខ្យល់បក់រុញច្រានផ្ទាំងពពកខ្មៅរសាត់ទៅឆ្ងាយពីដួងច័ន្ទចោលរស្មីភ្លឺល្អអ្វីម្លេះធ្វើឲ្យរាហូមិនប្រងើយឡើយចាប់ច័ន្ទសុភាលេបទុកដោយក្តីស្រឡាញ់រាហូខ្ចាក់ច័ន្ទវិញហើយស្នេហាដល់ត្រើយសុខសេមខ្សានណាស់នាតខ្ទប់មុខអៀននឹងប្តីយូដេតអោបកាយស្រីស្រស់យ៉ាងណែនទាំងរំភើបព្រោះឃើញភរិយាលហិតលហើយពេកអូននៅក្រមុំស្រីល្អឈ្មោះក្បាលកិច្ចកំសួរអូនកំឡោះអបនាងថាបញក់ញីដោយក្តីស្នេហាធំធេងទេបងមិនអស់ចិត្តម្ដេចក៏អញ្ចឹងអូនអភ័យទោសឲ្យបងផងដែលបងអត់គិតរឿងអូនអស់កម្លាំងស្រាប់តែមកពីអូនមិនប្រាប់បងផងស្រីល្អអៀនបងនោះដឹងថាគាត់មានជំងឺប្រចាំកាយគាត់រសារអូននឹងរស់នៅដោយបងប្អូនអញ្ចឹងគ្រាន់តែគាត់ចង់រស់នៅចិត្តអូនព្រឹកល្ងាចប៉ុណ្ណោះគេជាមនុស្សល្អមែនសមនឹងបងលះបង់ឲ្យគេតែគូគង់តែជួបវិញមែនតែអូនអ្នកណាថាប្រពន្ធបងមេម៉ាយសុទ្ធតែភ្នែកស្អុយនាងក្រមុំសោះនាតក្រាបលើទ្រង់ប្តីទាំងអៀនអន់យូដេតអង្អែលថាភរិយាកំពូលដួងចិត្តសែនពេញហរតីថ្នមមិនអោយណាយថើបមិនខ្ជិលតលតែដួងច័ន្ទបាំងបាត់ខ្លួនក្រំផ្ទាំងពពកលេងឲ្យយូដេតមើលមុខនាតយូរពេកខ្លាចខ្នាញ់ទប់ចិត្តមិនបានម្ដងទៀតចំណូលព្រៃស្ងាត់ស្របដោយមុនស្នេហ៍ទល់ដែនហើយជាកំណើតពាក្យពិតបកមកជូនពោះគូស្នេហ៍ឧត្តមឲ្យលងលក់យ៉ាងសុខសាន្តដៃនឹកកំឡោះណែបនិតប្រានភរិយាឥតរបេះបញ្ជាក់ចិត្តស្រឡាញ់អស់មួយជីវិតចប់ដោយបរិបូរណ៍